ធម៌សមភាពភាពស្មើគ្នាក៏បងចូលថ្មីដល់មកចាប់ត្រេនយ៉ាងហើយថ្ងៃអង្គារដែលមានអ្នកបំពាក់ពណ៌ស្វាយមានន័យថាស័យសម្រស់សោភីភក្តីភាពភាពស្មោះត្រង់អត់បានឆ្នាំមកដល់ជប់លៀងហ៎គេថាយើងថ្ងៃពុទ្ធដែលមានសម្លៀកបំពាក់ពណ៌ស៊ីលៀនមានន័យថាភាពស្រស់សោភីសំជានារីធីតាខ្មែរថៃគេដូនតាថ្ងៃប្រហ័សដែលមានសម្លៀកបំពាក់ពណ៌បៃតងមានន័យថា